បងជួយមើលថែវាឲ្យបានល្អផងវាជាសំណប់ចិត្តរបស់ខ្ញុំពេលនេះខ្ញុំបកគលវាជូនបងហើយវិបុលនិយាយដោយក្រសែភ្នែកសម្លឹងមើលទៅរថយន្តរបស់ខ្លួនប្រកបដោយភាពសោកស្ដាយឈ្មោះនោះក៏តបម្ល៉េះឯងបងឯងក៏ស្រឡាញ់ផងក៏ស្រឡាញ់ឡាននេះនៅថ្មីតម្លៃសមរម្យទុកចិត្តចាស់ទ្រព្យរបស់បងស្រឡាញ់ណាវិបុលញញឹមចង់មកបន្តិចហើយក៏ដើរចេញហាក់ដូចជាមិនទាន់ដាច់អាឡ័យហេតុអីក៏អូនលាក់បងរហូតដល់ថ្នាក់ហ្នឹងវិបុលសួរដោយសម្លេងអ៊ូដាំកោទៅកាន់ធីរីញញឹមហើយតបទាំងខ្សើភ្នែកដែលធ្លាប់តែមានពន្លឺពេលនេះប្រែជាស្រអាប់នាងខ្សឹបតិចថាអូនមានកាត់អីណាពួកយើងនៅឆ្ងាយគ្នាឈឺជាតិចតួចអូនមិនចង់រំខានបងទេវិបុលក៏បានតបវិញអូនដឹងអត់ថាពេលនេះទ្រូងបងស្ទើរតែបែកទេអូនក៏អញ្ចឹងភក្តីក៏អញ្ចឹងបើអូនប្រាប់បងលឿនជាងនេះឬក៏វាមិនដល់ថ្នាក់ហ្នឹងដែរធីរីព្យាយាមបន្តនិយាយតិចបងកុំខឹងភក្តីអីគឺអូនជាអ្នកសំវល់គេអូនសុំទោសចំណុចគេផងវិបុលនិយាយកាត់ថាឥឡូវអស់អីហើយអូនមិនគិតច្រើនសម្រាប់ព្យាបាលឲ្យបានល្អឬផ្សេងទុកឲ្យបងជាដោះស្រាយវិបុលក្រោកឡើងមិនឆ្លើយតបនឹងធីរីទៀតទេគេងាកទៅកាន់គ្រូពេទ្យដែលនៅក្បែរនោះស្ថានភាពសួតរបស់អ្នកជំងឺគឺមានសភាពធ្ងន់ធ្ងរណាស់ដោយសារតែមានជំងឺជាប់ពីកំណើតផងតើលោកនៅតែបន្តព្យាបាលទៀតដែរឬទេវិបុលដកដង្ហើមធំរួចក៏និយាយដោយមើលមាត់ថាទោះត្រូវលោកអ្វីគ្រប់យ៉ាងដែលខ្ញុំមានក៏ខ្ញុំត្រូវព្យាបាលនាងឲ្យជាដែរភ្លាមនោះឧបសគ្គថ្មីមួយក៏បានកើតឡើងធីរីស្រាប់តែប្រកាសទាំងទឹកភ្នែកថាអត់ទេបងកុំធ្វើបែបហ្នឹងបានអត់ការប្រឈមមុខដាក់គ្នារវាងមនុស្សពីរនាក់ដែលស្រឡាញ់គ្នាជ្រៅពេករហូតម្នាក់សុខចិត្តឈឺចាប់តែម្នាក់ឯងដើម្បីឲ្យម្នាក់ទៀតមានក្តីសុខវាបានធ្វើឲ្យបរិយាកាសនៃបន្ទប់សង្គ្រោះបន្ទាន់កាន់តែអូលដាំកវិបុលកាន់ដៃរបស់នាងម្ដងទៀតហើយតបថាមិនអីទេណាបងបើអូនចង់ឃើញបងញញឹមអូនតាំងចិត្តព្យាបាលទៅសម្រាប់បងទ្រព្យសម្បត្តិមិនសំខាន់ទេបើប្រៀបធៀបនឹងអូនអ្វីដែលបងអាចធ្វើបានបងនឹងធ្វើអូនកុំបារម្ភឯណាតាំងចិត្តឲ្យស្ងប់ចុះកើភ្នែករបស់វិបុលពោពេញដោយការតាំងចិត្តនិងឆន្ទៈនៃការសម្រេចចិត្តមួយដែលគ្មាននរណាអាចមកហាមឃាត់បានឡើយក្រោយភ្លៀងមេឃគង់តែស្រឡះម្ដាយវិបុលក៏អាចសង្គ្រោះបានចំណែកឯជីវិតរបស់ធីរីក៏អាចសង្គ្រោះបានដូចគ្នាគ្រាន់តែម្ដងនេះវិបុលបានចំណាយធំបន្តិចប្រាក់ដែលវិបុលបានសន្សំសម្រាប់ពេលអនាគតគឺត្រូវយកមកព្យាបាលជំងឺម្ដាយចំណែកឯទ្រព្យសម្បត្តិដែលមានគឺត្រូវប្រមូលយកមកលក់ដើម្បីព្យាបាលម្ចាស់បេះដូងគម្រោងរៀបការធំដុំរបស់វិបុលដែលបានគ្រោងទុកមកជាយូរចុងក្រោយក៏មកធ្វើត្រឹមតែជាពិធីតូចមួយល្មមនៅឯទឹកដីជាដែន
ក្រោយរៀបការបានរយៈពេល1ខែសង្គ្រាមព្រំដែនកម្ពុជាថៃក៏បានផ្ទុះឡើងដោយសារតែការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 ដោយខុសច្បាប់របស់យោធាថៃពេលនេះក្រុមគ្រួសាររបស់ធាវីបានក្លាយទៅជាជនភៀសសឹកដោយជាពលរដ្ឋទូទៅនៅក្នុងតំបន់នោះរឿងនេះបានជំរុញឲ្យធារីនិងម្ដាយកំសត់ត្រូវឡើងមករស់នៅភ្នំពេញជាមួយនឹងក្រុមគ្រួសាររបស់វិបុល